ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកបកស្រាយអំពីចាបាតដៃទម្រង់អក្សរ M ចាបងប្អូនធ្លាប់ចាដឹងតាមគ្នាថាអ្នកដែលមានបាតដៃទម្រង់អក្សរ M ច្រើនតែជាអ្នកមានចាប៉ុន្តែថ្ងៃនេះខ្ញុំនឹងបកស្រាយចាទម្រង់អក្សរ M ចាដែលជាអ្នកដែលមិនចាមានបានអីទេចាជាអ្នកអត់ដូចគ្នាដែរណាចាដំបូងគឺយើងសម្លឹងមើលខ្សែជីវិតរបស់គាត់ចាគឺចាដុសមកហើយក៏មានចាដាច់ឈប់នៅត្រឹមអាយុខ្សែជាងចាក៏មានខ្សែជីវិតថ្មីចាមកបន្តចាឈប់ទៅត្រឹមអាយុចា60ហើយក៏មានខ្សែជីវិតនៅចុងបញ្ចប់ហ្នឹងចាគឺមានចាមកបន្តចាជប់គ្នាប៉ុន្តែតមកដល់ទៅគឺចាចន្លោះចោលបែបនេះណាចាសម្រាប់ខ្សែជីវិតចាដែលចន្លោះទុកចោលបែបនេះចាមិនតបជុំគ្នាចាហើយខ្សែនោះគឺមានទម្រង់ចារួញបែបនេះទៅទៀតចាគឺប្រយ័ត្នមែនទែននៅក្នុងអាយុ60របស់គាត់គឺគាត់ចុះខ្សោយសុខភាពជាទម្ងន់ចាឬក៏ឈឺជាទម្ងន់ដែលគួរឲ្យបារម្ភប៉ះពាល់ដល់ជីវិតរបស់គាត់នឹងឯងណាចាយើងមើលទៅលើខ្សែខួរក្បាលរបស់គាត់ចាគឺចាបាញ់ទៅរកខ្សែបេះដូងចាខ្សែបេះដូងចាបាញ់ទៅរកទួលប្រហោះចាហើយក៏មានខ្សែវាសនាចាចេញពីខ្សែជីវិតចាទៅរកអស់ត្រឹមខ្សែបេះដូងចាខ្សែវាសនាចាដែលចេញអំពីខ្សែជីវិតចាប៉ុន្តែមិនជួបជាមួយនឹងខ្សែជីវិតបែបនេះចាគឺបានន័យថាចាខ្សែជីវិតរបស់គាត់ដល់ក្នុងអាយុ30គត់ចាទៅខ្សែជីវិតគាត់នឹងរៀងចារស់ស្រួលបន្តិចឬក៏អាចថាមានឱកាសក្នុងការរកលុយច្រើនណាចាប៉ុន្តែជាទូទៅខ្សែវាសនាដែលចេញអំពីខ្សែជីវិតចាគឺជាមនុស្សដែលថាពឹងលើខ្លួនឯងអត់ពឹងលើសំណាងឬក៏បុណ្យអីជួយច្រើនទេណាគឺពឹងផ្អែកទៅលើដៃទាំងគូរបស់ខ្លួនឯងសុទ្ធប្រឹងប្រែងអស់ពីសមត្ថភាពតែអាចមានបានណាហើយសម្រាប់ខ្សែវាសនាគាត់នេះណាចាមានរយៈពេលរលុយតែ10ឆ្នាំតែប៉ុណ្ណោះចាពី30គត់ចារហូតដល់អាយុ40ឃើញទេខ្សែវាសនារបស់គាត់បញ្ឈប់នៅត្រឹមចាខ្សែបេះដូងខ្សែវាសនាដែលបញ្ឈប់នៅត្រឹមបេះដូងបែបនេះគឺគាត់នឹងដាច់សេដ្ឋកិច្ចនៅក្នុងអាយុ50ទៅលើណាចាអញ្ចឹងគឺក្នុងអាយុនៅវ័យចាស់គឺគាត់នឹងលំបាកចាមិនមានលុយចាយគ្រប់គ្រាន់រស់ស្រួលអញ្ចឹងទៅណាចាបញ្ជាក់ខ្សែវាសនាបញ្ឈប់ត្រឹមណាចាអ្នកនឹងក៏ដាក់ចំណូលនៅត្រឹមនឹងដូចគ្នាណាឥឡូវយើងទៅលេខមើលទួលដៃរបស់គាត់ចាទួលដៃរបស់គាត់នេះណាចាអត់មានខ្សែជំនួយអ្វីតតែសោះគឺរលីងស្អាតតែម្ដងចាហើយទួលចាមិនពេញសាច់ក្រពុំស្អាតទៀតចាមានទួលផតដែលត្រូវចាខ្វះឬក៏អញនិយាយថាទួលខូចទៅទៀតណាចាអញ្ចឹងគឺបានន័យថាចាអត់មានអីចាជួយជំនួយគាត់ទេណាចាគឺគាត់រពឹងផ្អែកទៅលើខ្សែកម្លាំងខ្លួនឯងញើសឈាមខ្លួនឯងសុទ្ធសាធដោយចាកម្លាំងដោយបញ្ញាសុទ្ធសាធចាអញ្ចឹងមិនខ្ញុំចាបញ្យល់នេះគឺចង់ឲ្យបងប្អូនចាយល់ឲ្យច្បាស់ចាដែលអ្នកមានចាគេនេះគឺមានខ្សែចាជំនួយច្រើនណាចាខ្សែជំនួយខ្សែបនចាខ្សែផ្សេងទៅទៀតចាទួលដៃរបស់គេក៏មិនខូចចាទម្រង់ដៃរបស់គេក៏ស្អាតទៀតអាចស្ថិតនៅក្នុងទម្រង់ដៃចាធាតុទឹកឬក៏ធាតុខ្យល់ឬក៏ធាតុភ្លើងតែបើសិនជាក្នុងទម្រង់នៃធាតុដីចាគឺក៏មិនទោះបីជាដៃអ្នកនឹងល្អក៏អ្នកនឹងមិនមានដល់ចាកម្ពូលឬក៏មានចាកើតជាអ្នកមានអីខ្លាំងដែរអានឹងតាមទម្រង់នៃម្រាមដៃនៃប្រអប់ឆ្អឹងដៃទៅទៀតណាចាអញ្ចឹងមិនមែនដឹងថាចេះតែអ្នកមានទេណាចាវិភាគមើលឲ្យមែនទេណាកម្មពៀមានម្ចាស់អ្នកណាអ្នកធ្វើអ្នកនោះគឺជាអ្នកទទួលបើទោះបីជាទៅដល់ទីណាកន្លែងណាក៏មិនអាចកិច្ចផុតអំពីកម្មផលដែលខ្លួនឯងជាអ្នកប្រព្រឹត្តនោះឡើយវានឹងត្រឡប់ទៅរកម្ចាស់វាវិញគ្រាន់តែយូរនឹងឆាប់តែប៉ុណ្ណោះអ្នកណាដែលសាងអាក្រក់មកលើអ្នកណាអ្នកនោះគឺជាអ្នកទទួលកម្មផលរបស់អ្នកទាំងនោះអំពើអាក្រក់របស់អ្នកទាំងនោះនឹងទូរែកទៅលើកម្មផលរបស់ខ្លួនឯងពុំអាចទៅលើអ្នកដទៃបានឡើយដូច្នេះហើយចូលសាងទៅនឹងសេចក្តីល្អឲ្យបានច្រើនអំពើអាក្រក់គេមិនដែលសរសើរនោះទេមានតែអំពើល្អសេចក្តីល្អមិនត្រឹមតែមានគេ